ដែលសម្ភារៈរបស់យើងមានដូចជារទេះរុញថាស្អាតមានចានអារីកូមានពណ៌ប៊ុំស្លេតមានស្តេតូស្កូបមានស្រាំដីស្អាតមួយគូមានបាឡុងមានម៉ាស់តូចធំមាននីលីកាមានកន្សែងធំ2មានសំណុំលិខិតឯកសារមានលបាយអង់ទីសេប្តិកមានចានខ្លាំងនិងមានរូបគំរូនេះខ្ញុំសូមអនុញ្ញាតអនុវត្តទម្រង់ការធ្វើការងារសម្អាតដៃរៀបចំសម្ភារៈដែលក្រៅកន្សែងធំ2នៅលើតុសម្រាប់ជួសសម្ងួតទារកនិងរុំទារកឡើងវិញរួចធ្វើការតេស្តទៅលើសម្ភារៈដែលសម្ភារៈដែលយើងត្រូវការមានដូចជាពណ៌ប៊ុនស្លេតពេលនេះឃើញថាពណ៌អាចប្រើប្រាស់បានតេស្តទៅលើ stethoscope ពេលនេះឃើញថា stethoscope អាចប្រើប្រាស់បានធ្វើការតេស្តទៅលើម៉ាស់បាឡុងឃើញថាម៉ាស់បាឡុងអាចប្រើប្រាស់បានរួចធ្វើការលាងសម្អាតដៃពាក់ស្រោមដៃស្អាតរួចចាប់ផ្ដើមការសង្គ្រោះផ្លូវដង្ហើមជំហានទី1ដែលធ្វើការសម្អាតផ្លូវដង្ហើមដែលបឺតប៊ុំស្លេតជូនទារកដែលក្បាលចេញផុតពីទ្វារមាសធ្វើការបឺតប៊ុំស្លេតមាត់មុនច្រមុះរួចធ្វើការសម្រាលស្មាជូនទារកធ្វើការសម្រាលស្មាជូនទារកដូចធ្វើការយកទារកមកដាក់លើកន្សែងរំនឹងផ្ដល់ភាពកក់ក្ដៅជូនទារករួចធ្វើការសម្អាតផ្លូវដង្ហើមលើកទី2ជូនទារកដោយដាក់ទារកដេកផ្អៀងដែលដៃម្ខាងរៀងដៃ4ដាក់នៅលើស្លឹកត្រចៀករបស់ទារកមេដៃដាក់នៅលើថ្ងាសត្រូវប្រកាសថាមិនប៉ះបំផាយរបស់ទារកនិងដាក់ទារកដេកផ្អៀងរួចធ្វើការសម្អាតផ្លូវដង្ហើមជាលើកទី2ដែលយកពណ៌ប៊ុនស្លេតមាត់មុនច្រមុះរួចធ្វើការដាក់ទារកដេកផ្ងាវិញធ្វើការជួសសម្ងួតទារកដែលជួសសម្ងួតពីក្បាលដងខ្លួននិងអវយវៈរួចធ្វើការបដូរកន្សែងសាមចេញនឹងរុំទារកឡើងវិញដាក់ចំហមុខនឹងទ្រង់នឹងដាក់ទារកនៅក្នុងស្ថានភាពងើយហិតរួចធ្វើការពិនិត្យមើលរំញយរបស់ទារកដោយដាក់ទារកនៅក្នុងស្ថានភាពងើយហិតដែលយើងពិនិត្យរំញយដែលធ្វើការតេស្តបាតជើងរបស់ទារករួចធ្វើការវាយតម្លៃទៅលើចង្វាក់ដង្ហើមរបស់ទារកដែលយើងសម្លឹងទៅមើលចលនាឡើងចុះនៃទ្រូងរបស់ទារកឃើញថាទារកមិនអាចដកដង្ហើមដោយខ្លួនឯងបានទេរួចធ្វើការវាយតម្លៃទៅលើចង្វាក់បេះដូងដែលយកស្តេតូដាក់នៅលើចុងដោះខាងឆ្វេងផ្នែកខាងក្នុងរបស់ទារករាប់6វិនាទីគុណនឹង10នាទីជាមួយនាឡិកាពេលនេះឃើញថាទារកមានចង្វាក់បេះដូងតិចជាង100ដងក្នុង1នាទីរួចធ្វើការពិនិត្យមើលពណ៌សម្បត្តិរបស់ទារកដោយពិនិត្យទៅលើចុងម្រាមដៃនិងចុងម្រាមជើងរបស់ទារកឃើញថាទារកមានពណ៌ស្វាយធ្វើការសម្រេចចិត្តដោយទារកមានចង្វាក់ដោយទារកមិនអាចដកដង្ហើមដោយខ្លួនឯងបានមានចង្វាក់បេះដូងតិចជាង100ដងក្នុង1នាទីនិងមាន
ឡើងស្វ័យនៅចំម្រាមដៃម្រាមជើងមានខ្ញុំធ្វើការសម្រេចចិត្តបន្តសង្គ្រោះទីរត់ទៅជំហានទី2ការសង្គ្រោះជំហានទី2អ្នកសង្គ្រោះត្រូវលើកផ្នែកខាងក្បាលរបស់ទីរត់ដាក់ម៉ាស់បាឡុងនៅចំចង្កដាក់គ្រប់ទៅលើចំចង្កាមាត់និងច្រមុះរបស់ទីរត់ម្រាមដៃ2ទប់នៅលើក្តាប់នៅលើកែម៉ាស់និងម្រាមដៃ3ក្តាប់ចង្ការបស់ទីរត់ធ្វើការសបសាកល្បងមើលដោយពិនិត្យទៅលើចលនាឡើងចុះនៃទ្រូងរបស់ទារកប្រសិនបើទ្រូងរបស់ទារកមិនហើបទៅធ្វើការវិតម្លៃទៅលើម៉ាស់ទៅលើផ្លូវដង្ហើមនិងសម្ពាធខ្យល់ប៉ុន្តែពេលនេះយើងឃើញថាទ្រូងទារកហើបហើយទៅធ្វើការសបនឹងរាប់ឲ្យខ្លាំងសបពី3សបពី3ដោយរត់ដោយរក្សាចង្វាក់ឲ្យបាន40ទៅ60ដងក្នុង1នាទីចាប់ផ្ដើមកែសបសបពី3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 រួចធ្វើការវាតម្លៃរាល់30វិនាទីម្ដងដែលយើងវាតម្លៃទៅលើចង្វាក់ដង្ហើមដែលមើលទៅលើទ្រូងរបស់ទារកឃើញថាទារកអាចដកដង្ហើមបានដោយខ្លួនឯងហើយវាតម្លៃទៅលើចង្វាក់បេះដូងដែលយកស្តេតូដាក់នៅផ្នែកខាងក្រោមដល់របស់ទារកខាងឆ្វេងខាងក្នុងដោយរត់ជាមួយនាឡិកា6វិនាទីគុណនឹង10ពេលនេះឃើញថាចង្វាក់បេះដូងរបស់ទារក110ដងក្នុង1នាទីពិនិត្យទៅលើភាពស្វែងរបស់ទារកដែលមើលទៅលើចំម្រាមដៃនិងចំម្រាមជើងរបស់ទារកឃើញថាឡើងពណ៌កាឈូកវិញហើយធ្វើការសម្រេចចិត្តដោយសារតែទារកមានទារកអាចដកដង្ហើមបានដោយខ្លួនឯងហើយចង្វាក់បេះដូង110ដងក្នុង1នាទីចំម្រាមដៃចំម្រាមជើងឡើងពណ៌កាឈូកវិញហើយនេះយើងខ្ញុំសម្រេចចិត្តបញ្ឈប់ការសង្គ្រោះបន្តរួចធ្វើការរុំទារករួចធ្វើការរុំទារកនឹងផ្ដល់ភាពកក់ក្ដៅដាក់ឲ្យទារកដាក់ឲ្យទារកដេកផ្អៀងតាមចំហមុខនឹងទ្រូងរបស់ទារកធ្វើការតាមដាននៅ2នាទីបន្ទាប់ដែលតាមដានទៅលើចង្វាក់ដង្ហើមចង្វាក់បេះដូងនិងពណ៌សម្បត្តិរបស់ទារកពេលនេះឃើញថា2នាទីមកដល់ហើយចង្វាក់ដង្ហើមចង្វាក់បេះដូងនិងពណ៌សម្បត្តិរបស់ទារកបានល្អប្រសើរឡើងហើយធ្វើការរៀបចំសម្ភារៈដែលប្រឡាក់ដាក់ត្រាំចូលទៅក្នុងចានខ្លាំនិងធ្វើការដោះស្រោមដៃធ្វើការលាងសម្អាតដៃនិងធ្វើការកត់ត្រាចូលទៅក្នុងសំណុំលិខិតឯកសារពីការបរិច្ឆេទដែលយើងបានធ្វើនៅថ្ងៃទី26ខែ6ឆ្នាំ2026កត់ត្រាពីចង្វាក់បេះដូងចង្វាក់ដង្ហើមនិងពណ៌សម្បត្តិរបស់ទារកប្រសិនបើមានសញ្ញាមិនប្រក្រតីណាមួយធ្វើការរាយការណ៍ទៅគ្រូពេទ្យជាបន្ទាន់